ភៅច្បាប់មាសរបស់លោក Napoleon Hill បកប្រែចេញពីសៀវភៅ Napoleon Hill's Golden Rules និពន្ធដោយ Napoleon Hill ហើយយល់ពីគន្លឹះសំខាន់ផ្សេងៗក្នុងការកែលម្អខ្លួនពីអ្នកជំនាញមួយរូបក្នុងវិស័យនេះលោក Napoleon Hill គឺជាអ្នកជំនាញនិងមានបទពិសោធន៍មួយរូបដែលមានប្រជាប្រិយនៅក្នុងការកែប្រែមនុស្សហើយសៀវភៅរបស់លោកនៅតែបន្តជាប់ចំណាត់ថ្នាក់ជាសៀវភៅដែលលក់ដាច់បំផុតទោះបីជាសៀវភៅនេះបានបោះពុម្ពផ្សាយតាំងតែពីកំឡុងទសវត្សរ៍ឆ្នាំ1920និង1930ក៏ដោយហេតុផលម្យ៉ាងដែលធ្វើឲ្យដំបូន្មានរបស់លោកនៅតែមានការគាំទ្រពីសំណាក់អ្នកអានគឺដោយសារតែគាត់មិនជឿថាអ្នកត្រូវតែមានទេពកោសល្យធម្មជាតិដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតនោះទេជំនួសមកវិញលោកគិតថាមនុស្សគ្រប់គ្នាត្រូវមានការតាំងចិត្តនិងការខិតខំប្រឹងប្រែងរួមទាំងខិតខំដុសខាត់សមត្ថភាពនិងជំនាញរបស់ពួកគេដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិតទស្សនៈរបស់លោក Hill ជាច្រើនបានផ្លាស់ប្ដូរការគិតរបស់អ្នកអានប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នកដើរទៅមុខអ្នកត្រូវគិតថាជីវិតអ្នកមិនសមនឹងទទួលបានសំណាងទេហើយអ្នកក៏ត្រូវដឹងថាការត្រៀមខ្លួននឹងទទួលរឿងបរាជ័យផ្សេងៗมันអាចបង្អាក់អ្នកក្នុងផ្លូវជីវិតរបស់អ្នកឡើយមិនត្រឹមតែទស្សនៈខាងលើនេះទេគាត់ក៏បានផ្ដល់ដំបូន្មានល្អៗជាច្រើនដល់អ្នកអានផងដែរនៅក្នុងសេចក្តីសង្ខេបខាងក្រោមនេះអ្នកនឹងដឹងថានៅពេលដែលអ្នកប្រមូលអារម្មណ៍ទាំងមូលផ្ដោតទៅលើការងាររបស់អ្នកនឹងអាចអភិវឌ្ឍជំនាញថ្មីៗនិងទម្លាប់ល្អៗសំខាន់ៗដែលអាចផ្ដល់សក្តានុពលនិងថាមពលសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកនៅក្នុងសៀវភៅសង្ខេបនេះអ្នកក៏នឹងស្វែងយល់អំពីវិធីដែលធ្វើឲ្យអ្នកអាចភ្ញាក់ពីដំណេកតាមដែលយើងបានកំណត់បានងាយស្រួលជាងមុននិងតើការស្រមើស្រមៃរបស់អ្នកអាចនាំឲ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការនិយាយជាសាធារណៈតាមរបៀបណានិងតើនំសូកូឡាអាចជួយឲ្យអ្នកចំឈ្មោះមនុស្សបានយ៉ាងល្អតាមរបៀបណានៅសំខាន់ទី1យើងប្រើជីវិតស្របទៅតាមការគិតចង់បានរបស់យើងហើយវានឹងនាំយើងទៅកាន់ភាពជោគជ័យក្នុងការផ្លាស់ប្ដូរខ្លួនឯងតើអ្នកធ្លាប់បានជួបមនុស្សដែលមានទំនុកចិត្តខ្លាំងលើខ្លួនពួកគេហើយតែងទទួលបានភាពជោគជ័យនៅរបស់ដែលគេចង់បានដែរឬទេអ្នកប្រហែលជាគិតថាពួកគេមានអ្វីៗទាំងអស់ស្រាប់ដើម្បីស្វែងរកភាពជោគជ័យទាំងនោះឬក៏អ្នកអាចច្រណែនពួកគេដែលមានគន្លឹះអាថ៌កំបាំងណាមួយដើម្បីទទួលបានភាពជោគជ័យទាំងនោះស្របពេលដែលអ្នកគ្មានប៉ុន្តែនេះទៅជារឿងសំខាន់ពួកយើងទាំងអស់រស់នៅតាមការគិតចង់បានរបស់យើងហើយគន្លឹះសម្ងាត់នោះគឺថាតើយើងត្រូវប្រើប្រាស់ការគិតរបស់យើងយ៉ាងដូចម្តេចវិធីដែលមានប្រសិទ្ធភាពមួយគឺការកំណត់បញ្ជាខ្លួនឯងដែលអាចឲ្យអ្នកប្រើអារម្មណ៍ស្រមៃពីខ្លួនឯងទទួលនៅអ្វីដែលអ្នកចង់បានតាមរយៈការគិតស្រមៃរូបភាពទាំងនោះអ្នកនិពន្ធសៀវភៅនេះតែងស្រមៃជារឿយៗថាគាត់កំពុងអង្គុយសំណេះសំណាលជាមួយបុគ្គលសំខាន់ៗដែលបំផុសគំនិតរបស់គាត់ដូចជាលោក Abraham Lincoln សូក្រាត Napoleon និង Aristotle នៅពេលកំពុងស្រមើស្រមៃនោះលោក Hill បានគិតផ្ដោតទៅលើអត្តចរិតនៃបុគ្គលដែលលោកពេញចិត្តនិងស្រមៃថាខ្លួនមានចរិតដូចបុគ្គលនោះជាឧទាហរណ៍ក្នុងករណីលោក Lincoln លោក Hill ស្រមៃថាខ្លួនលោកជាមនុស្សស្រឡាញ់យុត្តិធម៌ជួយសង្គ្រោះអ្នកដទៃព្រមទាំងជាមនុស្សក្លាហានក្នុងការស្វែងរកមធ្យោបាយផ្សេងៗដើម្បីធ្វើរឿងអ្វីមួយជារៀងរាល់យប់អ្នកនិពន្ធរូបនេះតែងតែប្រើពេល1ម៉ោងដើម្បីស្រមៃជួបនិយាយជាមួយបុគ្គលសំខាន់ផ្សេងៗដើម្បីរៀនពីអ្នកទាំងនោះគាត់បានរកឃើញថាដោយការបញ្ជាខ្លួនឯងនេះដើម្បីទទួលបាននៅគំនិតបំផុសផ្សេងៗអ្នកប្រកាសជាអាចផ្លាស់ប្ដូរខ្លួនឯងនិងសម្រេចការងារផ្សេងៗបានដោយជោគជ័យក្នុងករណីរបស់លោក Hill ការកំណត់បញ្ជាខ្លួនឯងនេះបានជួយលោកឲ្យបំបត្តិភាពភ័យខ្លាចក្នុងការនិយាយបកស្រាយជាសាធារណៈនិងជួយឲ្យគាត់ខ្លាចជាអ្នកមានថ្វីមាត់ដ៏ចំណានដោយបុព្វជិត Henry Ward Beecher ជាដើមបន្ទាប់ពីបានប្រើវិធីសាស្ត្រនេះបានមួយសប្តាហ៍លោកទទួលបានការសាទរជាច្រើននិងការអញ្ជើញឲ្យត្រឡប់មកវិញបន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការបញ្ចេញមតិមួយឆ្នាំក្រោយមកលោកបានក្លាយជាអ្នកនិយាយមួយរូបដែលមានការគាំទ្រខ្លាំងពីប្រជាជនសហរដ្ឋអាមេរិកបន្ថែមទៀតនោះលោកបានទទួលពានរង្វាន់សម្រាប់ការថ្លែងសុន្ទរកថារបស់លោកក្នុងឆ្នាំ1920នៅសន្និបាតមួយក្នុងទីក្រុង Pittsburgh ពីសមាគមក្រុមអ្នកផ្សព្វផ្សាយរបស់ពិភពលោកហើយអ្វីៗទាំងអស់នេះកើតចេញពីឥទ្ធិពលនៃការគិតពិចារណាចំណុចសំខាន់ទី2 Shakespeare បង្រៀនពួកយើងពីការទាញទំនុកចិត្តពីមនុស្សជុំវិញខ្លួនផ្លូវម្យ៉ាងទៀតឆ្ពោះទៅកាន់ភាពជោគជ័យបញ្ហាពិបាកត្រូវការដំណោះស្រាយមួយដែលឆ្លៀសវៃ
ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមបង្កើតដំណោះស្រាយទាំងនោះអ្នកនឹងជួបប្រទះបញ្ហាពីរធំៗនោះគឺការស្វែងរកគំនិតនិងមួយទៀតនោះគឺជំនឿទុកចិត្តពីអ្នកដទៃជាធម្មតាបញ្ហាដែលស្មុគស្មាញជាងគេគឺការស្វែងរកទំនុកចិត្តពីអ្នកដទៃប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែតាក់ទាញការជឿទុកចិត្តមនុស្សពីមជ្ឈដ្ឋានជុំវិញគ្រូដែលល្អបំផុតសម្រាប់អ្នកគឺមិនចាំបាច់ជាអ្នកជំនាញឬអ្នកជំនួយណាមួយទេតែគឺជាកវីនិពន្ធរឿងលោក William Shakespeare នៅក្នុងរឿងមួយរបស់លោកដែលមានចំណងជើងថា Julius Caesar យើងអាចឃើញពីរបៀបផ្លាស់ប្ដូរចិត្តមនុស្សតាមរយៈការគ្រប់គ្រងមនុស្សម្នាក់នោះជាមុនសិននៅក្នុងសាច់រឿងនោះបានបង្ហាញថាអំឡុងពេលបុណ្យសពរបស់ Caesar Mark Antony មានបំណងព្យាយាមផ្លាស់ប្ដូរចិត្តរបស់អ្នកចូលរួមក្នុងពិធីនោះឲ្យមកគិតថា Caesar គឺជាមនុស្សដែលអង់អាចប៉ុន្តែឧបសគ្គធំមួយនោះអ្នកដែលសម្លាប់ Caesar គឺលោក Brutus គឺជាមនុស្សដំបូងដែលឡើងថ្លែងការណ៍ហើយព្យាយាមមួលបង្កាច់ Caesar ថាជាមនុស្សអាក្រក់ចិត្តពុះពុលដើម្បីឲ្យអ្នកចូលរួមមានចិត្តខឹងស្អប់នឹង Caesar នៅពេលដែល Brutus និយាយចាប់សពគ្រប់រួចមកវាត្រូវដល់វេន Mark Antony ត្រូវនិយាយវិញម្ដងគាត់ប្រកាសក្នុងចិត្តថាគាត់មិនអាចបកអាក្រាតរឿងនេះដោយប្រឆាំងនឹង Brutus ភ្លាមនោះទេដូច្នេះហើយគាត់ធ្វើជាអ្នកសរសើរ Brutus ហើយគ្រប់គ្រងឲ្យអ្នកចូលរួមបំភ្លេច Caesar ចោលការធ្វើរបៀបនេះអាចតាក់ទាញចិត្តហ្វូមមនុស្សទាំងនោះឲ្យងាកមកគ្រប់គ្រងលោកបានយ៉ាងរហ័សរួចមកគាត់ក៏ចាប់ផ្ដើមលើកពីមតិផ្សេងៗដូចជាលើកពីគុណសម្បត្តិរបស់ Caesar ដែលបានជួយដល់ប្រជាជនរ៉ូម៉ាំងទាំងមូលដែលលើកឡើងថា Caesar ថែមទាំងបដិញ្ញាចិត្តសុំឲ្យធនធានដែលគាត់មានទាំងអស់បានទៅដល់ប្រជាជនរ៉ូម៉ាំងបន្តិចម្ដងការសរសើររបស់ Antony ពីលោក Brutus បានកลายពីសេចក្តីល្អទៅជាមនុស្សអាក្រក់ឃោរឃៅនៅទីបំផុត Mark Antony អាចផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកចូលរួមទាំងស្រុងហើយងាកមកថ្កោលទោស Brutus ដែលបានសម្លាប់ Caesar ព្រមទាំងបណ្ដេញ Brutus ចេញពីប្រទេសរ៉ូម៉ាំងថែមទៀតផងវិធីមួយនេះអាចយកមកប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងបានយ៉ាងល្អអ្នកនិពន្ធសៀវភៅនេះបានលើកពីមេធាវីមួយរូបដែលបានប្រើប្រាស់យុទ្ធសាស្ត្រនេះបានជោគជ័យដោយមេធាវីរូបនោះជាអ្នកនិពន្ធអានអត្ថបទរបស់លោក Shakespeare ក្នុងពេលដោះស្រាយរឿងក្តីក្នុងតុលាការគាត់មិនបានតតាំងប្រឆាំងនឹងភាគីម្ខាងទៀតភ្លាមនោះទេជំនួសមកវិញគាត់បានលើកឡើងពីចំណុចល្អៗរបស់ភាគីម្ខាងទៀតព្រមទាំងបង្ហាញការគ្រប់គ្រងថែមទៀតផងការធ្វើរបៀបនេះបានធ្វើឲ្យគាត់ទទួលបានចំណាប់អារម្មណ៍និងទំនុកចិត្តពីក្រុមប្រឹក្សាតុលាការរួចហើយគាត់បានចាប់ផ្ដើមបកស្រាយពីចំណុចអវិជ្ជមានរបស់ភាគីម្ខាងទៀតដោយមិនចាំបាច់បញ្ជាក់ច្រើនគាត់បានឈ្នះក្តីក្នុងតុលាការបានដោយងាយស្រួលសំខាន់ទី3ការផ្ដល់មតិល្អៗអាចបង្កើនការធ្វើការងារបានល្អជាងមុនព្រមទាំងជួយឲ្យមនុស្សមានសុខភាពល្អទៀតផងប្រសិនបើងាកមកជីវិតរបស់អ្នកវិញតើអ្នកធ្លាប់ទទួលបានអារម្មណ៍លើកទឹកចិត្តយ៉ាងសមស្របមួយបន្ទាប់ពីត្រូវគេរិះគន់យ៉ាងចាស់ដៃឬទទួលភាពអាម៉ាស់ដែរឬទេប្រហែលជាមិនធ្លាប់ទេព្រោះថាប្រសិនបើអ្នកចង់ឲ្យនរណាធ្វើអ្វីមួយវិធីដែលល្អបំផុតនោះគឺការបង្កើនភាពវិជ្ជមានក្នុងន័យផ្សេងទៀតគឺថាប្រសិនបើអ្នកចង់ឲ្យបុគ្គលិករបស់អ្នកធ្វើការបានរលូនទៅមុខជាងមុនអ្នកត្រូវតែផ្ដល់មតិយោបល់ក្នុងន័យវិជ្ជមានជៀសវាងនៃអវិជ្ជមានផ្សេងអ្នកនិពន្ធធ្លាប់ស្គាល់នាយកគ្រប់គ្រងម្នាក់ដែលមិនដែលស្ដីបន្ទោសរិះគន់បុគ្គលិករបស់គាត់នោះទេតែជំនួសមកវិញគាត់តែងតែលើកសរសើរបុគ្គលិករបស់គាត់ជារឿយៗនៅពេលពួកគេសម្រេចការងារណាមួយជាមួយគ្នានេះដែរគាត់តែងតែផ្ដល់ដំបូន្មាននិងមតិល្អៗដែលអាចជំរុញឲ្យបុគ្គលិកមានទឹកចិត្តក្នុងការបន្តខិតខំធ្វើការងារឲ្យបានសម្រេចមានថ្ងៃមួយគាត់ត្រូវដោះស្រាយបញ្ហាបុគ្គលិកម្នាក់ដែលមានការធ្លាក់ទឹកដៃក្នុងការធ្វើការក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកប៉ុន្តែនេះដោយបញ្ហាខាងលើដែរការប្រើមតិវិជ្ជមានល្អៗបានដោះស្រាយបញ្ហានេះបានដោយជោគជ័យនាយកគ្រប់គ្រងនោះយល់ថាការបន្តបង្អាប់គ្មានផលល្អក្រៅតែពីបង្ខូចទឹកចិត្តបុគ្គលិកថែមទៀតនោះទេដូច្នេះគាត់ដាក់ដៃលើស្មាបុគ្គលិកទាំងនោះព្រមទាំងប្រាប់បុគ្គលិកនោះថាគាត់មានសេចក្តីរំភើបនិងភ្ញាក់ផ្អើលទៅនឹងកិច្ចការងារដែលបុគ្គលិកនោះបានបំពេញដែលអាចយកជាគំរូដ៏ល្អសម្រាប់បុគ្គលិកដទៃទៀតចុងក្រោយនៅថ្ងៃដដែលនោះគុណភាពនិងទឹកដៃការងាររបស់បុគ្គលិករូបនោះបានឡើងប្រមាណ 25% ប្រសិនបើអ្នកជាអ្នកលក់ផលិតផលវិញអ្នកប្រកាសជាឃើញនិងដឹងពីភាពងាយស្រួលក្នុងការលក់នៅពេលអ្នកផ្ដល់មតិល្អៗដល់អ្នកប្រើប្រាស់ឧបមាថាអ្នកប្រើយុទ្ធសាស្ត្រនេះក្នុងការលក់ផលិតផលរបស់អ្នកដូច្នេះនៅពេលណែនាំពីផលិតផលនោះទៅកាន់អតិថិជនអ្នកគួរបញ្ជាក់ប្រាប់ពីចំណុចពិសេស
ដែលអាចតាក់ទាញចិត្តអតិថិជនគិតថាផលិតផលនេះចាំបាច់សម្រាប់ពួកគេទោះបីជាវាទើបតែនឹងចេញលក់នៅលើទីផ្សារក៏ដោយយុទ្ធសាស្ត្រនេះអាចធ្វើឲ្យអ្នកទិញគិតថាអ្នកមិនបានបញ្ចូលពួកគេឲ្យទិញផលិតផលរបស់អ្នកនោះទេចំនួនមកវិញគេនឹងគិតថាមិនមែនដោយសារអ្នកផ្សព្វផ្សាយពីគុណភាពល្អរបស់ផលិតផលតែមួយនោះទេតែដោយសារគេជាអ្នកទិញចង់បានផលិតផលនេះផងដែរជាចុងក្រោយការផ្ដល់យោបល់វិជ្ជមានអាចជួយអ្នកឲ្យមានសុខភាពល្អបានផងដែរលោក Hill ស្គាល់វិជ្ជបណ្ឌិតម្នាក់ដែលតែងតែផ្ដល់យោបល់ល្អៗដល់អ្នកជំងឺពីបញ្ហាសុខភាពរបស់ពួកគេប្រកាសណាស់អ្នកដែលមានជំងឺធ្ងន់ធ្ងរដូចជាជំងឺរលាកទងសួតជាដើមបានជាសះស្បើយដោយសារតែពាក្យលើកទឹកចិត្តរបស់គាត់គំនិតសំខាន់ទី4ជឿលើកម្លាំងនៃការអធិដ្ឋាននិងប្រើក្បួននៃការវាយបកដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកមានភាពល្អប្រសើរឡើងវិញនៅពេលដែលអ្នកគិតទៅដល់ការអធិដ្ឋានសុំអ្វីមួយអ្នកប្រហែលគិតដំបូងគេដល់ការប្រាថ្នាឲ្យរឿងអ្វីមួយមានការរីកចម្រើនទៅមុខឬការបន់សុំឲ្យនរណាម្នាក់ឆាប់បានធូរស្រាលពីជំងឺប៉ុន្តែការអធិដ្ឋានក៏អាចប្រើប្រាស់ក្នុងជីវភាពជាក់ស្ដែងបានផងដែរដូចជាការសុំឲ្យមុខជំនួយរបស់អ្នករលូនទៅមុខបានល្អជាដើមដើម្បីធ្វើការអធិដ្ឋានអ្នកមិនចាំបាច់ជឿសុបទៅលើសាសនាណាមួយឬមានជំនឿថាព្រះរបស់សាសនានេះស័ក្តិសិទ្ធិជាងសាសនាផ្សេងនោះទេតាមដែលលោក Hill មានការព្រួយបារម្ភនៅពេលអ្នកអធិដ្ឋានវាគ្រាន់តែជាការបញ្ចេញការគិតរបស់អ្នកទៅកាន់សកលលោកហើយការគិតនោះអាចដើរតួជាចរន្តអគ្គិសនីដែលមានឥទ្ធិពលក្នុងការធ្វើឲ្យមានភាពល្អប្រសើរក្នុងមុខជំនួយរបស់អ្នកឬមានកម្លាំងទៅលើបំណងប្រាថ្នាផ្សេងៗដែលអ្នកបានប៉ងមានពេលមួយពេលលោក Hill កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូថ្មីដ៏មានសក្តានុពលមួយលោកបានធ្វើការដាក់សំណើមួយទៅកាន់ដៃគូថ្មីនោះប៉ុន្តែសំណើនោះត្រូវទទួលបរាជ័យដូច្នេះនៅពេលនោះគាត់បានប៉ងសុំឲ្យដៃគូរបស់លោកផ្លាស់ប្ដូរចិត្តហើយទទួលយកសំណើគាត់វិញហើយអ្នកដឹងទេថា2នាទីក្រោយមកបន្ទាប់ពីការបន់ស្រន់នោះបំណងរបស់គាត់បានคล้ายជាការពិតវិធីម្យ៉ាងទៀតដែលអាចផ្ដល់ប្រយោជន៍ដល់មុខជំនួយរបស់អ្នកដែរនោះគឺក្បួននៃការវាយបកគឺនៅពេលដែលអ្នកប្រព្រឹត្តអ្វីមួយទៅលើនរណាម្នាក់ជននោះនឹងធ្វើទង្វើដដែលនោះត្រឡប់មកវិញស្ដាប់មើលទៅដូចជាធម្មតាហើយវាធម្មតាពិតមែនប៉ុន្តែវាក៏ជាផ្នែកមួយដែលជួយជំរុញអ្នកទៅរកភាពជោគជ័យជាមួយនឹងក្បួននេះអ្នកអាចធ្វើឲ្យនរណាម្នាក់ធ្វើតាមអ្វីដែលអ្នកចង់បានដោយអ្នកធ្វើទង្វើនោះដាក់ទៅលើគេមុនប្រសិនបើអ្នកចង់ឲ្យគេផ្ដល់របស់របរអ្វីមួយមកកាន់អ្នកត្រូវឲ្យរបស់អ្វីមួយទៅកាន់គេជាមុនសិនឧបមាថាមានក្មេងប្រុសមួយក្រុមកំពុងញ៉ាំអាហារថ្ងៃត្រង់ជុំគ្នានៅទីធ្លាមួយហើយស្រាប់តែមានក្មេងប្រុសម្នាក់ដណ្ដើមចំណីពីមិត្តភ័ក្តិដោយមិនបានសុំជាមុនដូចនេះអ្វីដែលក្មេងប្រុសល្មមនោះនឹងទទួលបានមិនមែនជាចំណីនោះទេតែគឺមួយកណ្ដាប់ដៃប៉ុន្តែប្រសិនបើក្មេងប្រុសនោះចែកចំណីឲ្យមិត្តភ័ក្តិជាមុនប្រហែលជាមិត្តភ័ក្តិគេនឹងចែកចំណីមកវិញដោយមិនបាច់សុំក៏ថាបានរឿងមួយនេះអាចយកទៅប្រើការនៅក្នុងរឿងរកស៊ីរបស់មនុស្សធំបានប្រសិនបើអ្នកចង់ឲ្យមិត្តរួមការងារដែលមានភាពជោគជ័យជាងអ្នកណែនាំដៃគូរកស៊ីរបស់គេមកឲ្យអ្នករឿងដំបូងដែលអ្នកត្រូវធ្វើគឺលើកឡើងពីចំណុចល្អផ្សេងៗរបស់អ្នករួមការងារទៅកាន់ដៃគូរកស៊ីរបស់អ្នកជាមុនសិនគំនិតសំខាន់ទី5ការជឿជាក់លើខ្លួនឯងគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យហើយអាចសម្រេចទៅបានដោយការលើកទឹកចិត្តខ្លួនឯងមនុស្សគ្រប់រូបរស់នៅដែលមានគោលដៅជីវិតពីរធំៗទី1គឺសម្ភារៈទ្រព្យសម្បត្តិនិងទី2គឺសុភមង្គលហើយរឿងល្អសម្រាប់អ្នកនោះគឺថាអ្នកអាចទទួលបានរបស់ទាំងពីរដោយប្រកាន់ខ្ជាប់នៅអត្តចរិតតែមួយប៉ុណ្ណោះគឺការមានជំនឿទុកចិត្តលើខ្លួនឯងតើការជឿទុកចិត្តលើខ្លួនឯងមានសារៈសំខាន់យ៉ាងដូចម្តេចជាដំបូងអ្នកមិនអាចរស់នៅដោយសប្បាយរីករាយបានទេប្រសិនបើអ្នកគ្មានទំនុកចិត្តព្រោះថាប្រសិនបើអ្នកមានបំណងចង់ទទួលបានអ្វីៗនៅក្នុងជីវិតអ្នកត្រូវគិតថាអ្នកស័ក្តិសមនឹងទទួលបានរបស់ទាំងនោះជាមុនសិនដើម្បីផ្ដល់ទំនុកចិត្តលើខ្លួនឯងអ្នកអាចខំធ្វើការទាំងថ្ងៃទាំងយប់7ថ្ងៃក្នុងមួយសប្តាហ៍ប៉ុន្តែបើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងទេនោះអ្នកប្រកាសជាគ្មានថ្ងៃរកចំណូលបានច្រើននោះទេព្រោះថាការមានទំនុកចិត្តលើខ្លួនឯងអាចផ្ដល់ឱកាសដល់ខ្លួនឯងឆក់យកឱកាសនិងមានភាពច្នៃប្រឌិតសម្រាប់ខ្លួនដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីមានភាពជឿជាក់លើខ្លួនឯងវាគឺផ្ដើមចេញពីគតិមួយថាជីវិតនិងសុភមង្គលគឺស្ថិតនៅដៃរបស់អ្នកតែម្នាក់គត់អ្នកត្រូវចាប់ផ្ដើមមានទំនួលខុសត្រូវលើជីវិតរបស់អ្នកហើយពេញចិត្តនឹងទទួលខុសត្រូវលើអ្វីមួយដែលផ្អែកលើខ្លួនឯងនិងមិនរំពឹងលើអ្នកដទៃ
នៅពេលមួយដែលអ្នកលេងគិតថាអ្នកដទៃជាអ្នកទទួលខុសត្រូវលើវាសនានិងសំណាងរបស់អ្នកនឹងចាប់ផ្ដើមឃើញខ្លួនជាគន្លឹះមួយដ៏សំខាន់ក្នុងការស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងនៅពេលដែលគំនិតនេះបានបំផុសហើយអ្នកនឹងឃើញថាអ្នកមានធនធានយ៉ាងច្រើនអនេករួមទាំងថាមពលគ្មានដែនកំណត់ដែលនឹងនាំអ្នកទៅកាន់ការសម្រេចគោលដៅដែលលំបាកទាំងនោះប្រកបដោយជោគជ័យដើម្បីសម្រួលដល់បញ្ហានេះអ្នកគួរតែចេះលើកទឹកចិត្តខ្លួនឯងផងដែរការចេះលើកទឹកចិត្តខ្លួនឯងគឺជាការគិតវិជ្ជមានដែលអ្នកអាចធ្វើច្រំដែលច្រើនដងនិងផ្ដោតទៅលើវារហូតទាល់តែវាលេចរូបរាងឡើងការផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងមានដូចជាខ្ញុំប្រកាសថាប្រសិនបើខ្ញុំពិតជាមានជំនឿលើវាហើយប្រព្រឹត្តទៅតាមនេះខ្ញុំនឹងទទួលបានភាពជោគជ័យជាក់ជាមិនខានខ្ញុំដឹងថាអ្វីក៏ដោយដែលខ្ញុំគិតនឹងចេញជារូបរាងនៅក្នុងជីវិតពិតដែលជាមូលហេតុធ្វើឲ្យខ្ញុំគិតពីផ្លូវទៅរកភាពជោគជ័យរៀងរាល់ថ្ងៃខ្ញុំនឹងនឹកដល់មនុស្សក្នុងក្តីស្រមៃរបស់ខ្ញុំរហូតតតែលំអិតខ្លាំងដែលអាចឈានទៅរកភាពពិតជាក់ស្ដែងចាប់ពីពេលនេះតទៅខ្ញុំនឹងចាប់ផ្ដើមក្រងឲ្យបានច្បាស់ថាខ្ញុំនឹងត្រូវធ្វើអ្វីហើយផ្ដោតទៅលើគម្រោងនោះរហូតដល់ក្លាយជាការពិតប្រសិនបើអ្នកសាកល្បងលើកទឹកចិត្តខ្លួនឯងឲ្យបានរាល់ថ្ងៃនោះអ្នកនឹងឃើញពីចំណឿចិត្តដែលអ្នកមានសម្រាប់ខ្លួនឯងហើយជីវិតអ្នកនឹងមានភាពល្អប្រសើរជាងមុនគំនិតសំខាន់ទី6ការកំណត់បញ្ជាខ្លួនឯងក៏អាចជួយអ្នកក្នុងការអភិវឌ្ឍទម្លាប់ល្អថ្មីទៀតផងដែរអ្នកមិនអាចធ្វើអ្វីបានឆ្ងាយនោះទេប្រសិនបើអ្នកឆាប់ចុះចាញ់នៅពេលដែលទើបតែជួបបញ្ហាដរាបណាអ្នកចង់កែប្រែគំនិតរបស់អ្នកទៅជាមុខជំនួញមួយដ៏ជោគជ័យអ្នកត្រូវតែមានភាពតស៊ូព្យាយាមមានអ្នកនិងមិនងាយចុះចាញ់ប្រសិនបើអ្នកគិតថាអ្នកខ្វះការបដិញ្ញាចិត្តនៅពេលដែលអ្នកចាប់ផ្ដើមជួបការលំបាកទាំងនេះគឺជាគន្លឹះល្អៗនិងងាយៗដែលអ្នកគួរអនុវត្តដើម្បីជួយឲ្យអ្នកមានការតស៊ូក្នុងការពុះពៀទៅរកភាពជោគជ័យការអភិវឌ្ឍទម្លាប់ថ្មីៗដែលមានប្រយោជន៍គឺជាជម្រើសដ៏ល្អមួយដើម្បីឆ្ពោះទៅកាន់គោលដៅរបស់អ្នកដោយមិនចាំបាច់ពឹងផ្អែកលើការបដិញ្ញាចិត្តតែមួយមុខបើសិនអ្នកកំពុងមានទម្លាប់គេងរហូតដល់ថ្ងៃត្រង់ហើយនៅងងុយញីភ្នែកពេញមួយថ្ងៃនោះអ្នកនឹងត្រូវការតាំងចិត្តខ្ពស់ដើម្បីងើបពីគេងនៅម៉ោង6ព្រឹកប៉ុន្តែអ្នកនឹងអាចកែខ្លួនមកងើបពីគេងនៅម៉ោង6ព្រឹកបានដោយការអនុវត្តប្រចាំរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកមិនយូរប៉ុន្មានអ្នកនឹងមិនចាំបាច់ខំប្រឹងដើម្បីងើបលឿននោះទេវានឹងភ្ញាក់ដល់ខ្លួនឯងដោយមិនបាច់បង្ខំតិចនិចនេះអាចជួយអ្នកឲ្យមានទម្លាប់ល្អៗពេញមួយថ្ងៃដូចជាភ្ញាក់ពីគេងព្រលឹមដោយភាពស្រស់ស្រាយធ្វើលំហាត់ប្រាណអានសៀវភៅដើម្បីទទួលចំណេះដឹងថ្មីៗព្រមទាំងក្តោបឱកាសថ្មីៗដើម្បីមុខជំនួយរបស់អ្នកស្ដាប់មើលទៅដូចជាជ្រុលពេកតែបើអ្នកខិតខំប្រកាន់ខ្ជាប់ទម្លាប់ល្អៗទាំងនោះអ្នកគង់នឹងទទួលបានផលល្អៗជាច្រើនហើយរួមផ្សំជាមួយការតាំងចិត្តថែមទៀតនោះអ្នកនឹងអាចសម្រេចការងាររបស់អ្នកបានល្អនិងជោគជ័យជាងមុននៅជំហានដំបូងដែលអាចមានការលំបាកក្នុងការសម្រេចទម្លាប់ទាំងនោះដូចនេះការកំណត់បញ្ជាខ្លួនឯងអាចជួយអ្នកជំនះភាពលំបាកទាំងនោះបានយ៉ាងណាមិញប្រសិនបើអ្នកប្រើនាឡិការ៉ូដើម្បីដាស់អ្នកនឹងអាចងើបបិទម៉ោងរោនោះហើយននាលគេងទៅវិញចំណុចនេះហើយដែលការកំណត់បញ្ជាខ្លួនឯងអាចជួយអ្នកបានក្នុងមួយថ្ងៃអ្នកអាចសាកស្រមៃឲ្យបាន2 ទៅ 3 ដងថាខ្លួនឯងងើបពីព្រឹកព្រលឹមដោយអារម្មណ៍ស្រស់ថ្លាគេងបានលក់ស្រួលនិងអាចងើបពីគ្រែគេងបានដោយងាយពេលកំពុងស្រមៃពីរូបភាពទាំងនោះគប្បីផ្ដោតលើវាម្ដងមួយឲ្យបានច្បាស់និងល្អិតល្អន់ពេលចាប់ផ្ដើមដំបូងអ្នកនឹងអាចស្ងាបនិងពុតខ្លួនមុនក្រោកនិងងើបពីគ្រែតែដោយការខិតខំកំណត់ខ្លួនឯងអ្នកមុខជាអាចកែប្រែការគិតនេះទៅជាទម្លាប់មួយដូចនេះការភ្ញាក់ពីព្រលឹមនឹងក្លាយជាទម្លាប់ប្រចាំថ្ងៃដោយមិនបាច់ប្រឹងគំនិតសំខាន់ទី7ពួកយើងគួររស់នៅជាមួយបរិយាកាសណាដែលវិជ្ជមានព្រមទាំងបំបត្តិនៅឥទ្ធិពលមិនល្អរបស់យើងវាមិនមែនជាការចៃដន្យទេដែលមនុស្សចេញមកពីសាលាល្អៗល្បីៗភាគច្រើនខ្លាចជាអ្នកដឹកនាំកិច្ចការងារស្រាវជ្រាវរបស់យើងឬក៏ជាអ្នកនយោបាយវិចិត្រករជាដើមដូចគ្នានឹងយើងដែរពួកគេទាំងនោះត្រូវបានដុសខាត់ដោយបរិយាកាសជុំវិញពួកគេឧទាហរណ៍ថាអ្នកដែលរៀនក្នុងសាលាលំដាប់ពិភពលោកត្រូវបានដុសខាត់ឲ្យក្លាយជាមនុស្សដែលមានចំណេះជំនាញខ្ពស់លំដាប់អន្តរជាតិជាដើមអ្នកប្រហែលជាអាចដឹងឬមិនអាចដឹងទេថាអ្នករងឥទ្ធិពលដោយបរិយាកាសឬរបស់ជុំវិញខ្លួនអ្នកព្រោះថាអ្វីៗដែលអ្នកកំពុងជួបប្រទះរាល់ថ្ងៃនេះជះឥទ្ធិពលដល់ការគិតរបស់អ្នកហើយការគិតនោះគឺជាតួអង្គមួយដ៏សំខាន់ក្នុងការជំរុញអ្នក
ឲ្យធ្វើរឿងផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃនៅពេលអ្នកពិចារណាដល់ចំណុចនេះវាសំថាអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសបរិយាកាសដែលត្រឹមត្រូវសម្រាប់អ្នកក្នុងការសម្រេចគោលដៅដែលអ្នកបានកំណត់ប្រសិនបើអ្នកមានបំណងចង់ក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មដ៏ជោគជ័យម្នាក់វាសមហេតុផលណាដែលអ្នកគួរចំណាយពេលជាមួយអ្នកគ្រប់គ្រងអាជីវកម្មណាដែលអ្នកជោគជ័យឬយ៉ាងហោចណាស់ចំណាយពេលនៅក្លឹបឬទីកន្លែងណាដែលពួកគេច្រើនជួបជុំគ្នាបរិយាកាសដែលល្អបំផុតសម្រាប់អ្នកគឺបរិយាកាសដែលប្រមូលផ្ដុំទៅដោយមនុស្សដែលមានគោលដៅជីវិតនិងការងារដូចអ្នកហើយជៀសវាងប្រឡូកជាមួយក្រុមមនុស្សដែលអគតិឬមនុស្សដែលមានអកប្បកិរិយាចោះចាញ់នៅពេលដែលអ្នកស្គាល់ពីគោលដៅរបស់អ្នកហើយសូមគូសរូបភាពទាំងអស់នោះដោយលម្អិតពីបរិយាកាសដែលអ្នកគិតថាអាចជួយអ្នកបានយ៉ាងល្អនោះបន្ទាប់ពីមានរូបភាពទាំងអស់នោះក្នុងចិត្តរបស់អ្នករួចហើយវាត្រូវដល់ពេលដែលត្រូវចេញស្វែងរករបស់ទាំងនោះជាអកុសលនៅក្នុងសង្គមមនុស្សវាប្រកាសជាមានបរិយាកាសខ្លះដែលអាចបំផ្លាញមនុស្សទៅវិញហើយយើងទាំងអស់គ្នាត្រូវមានចំណាត់ការដើម្បីដោះស្រាយបញ្ហាទាំងនោះជាពិសេសប្រព័ន្ធនៅក្នុងពន្ធនាគារដែលជះផលអាក្រក់និងពុករលួយយ៉ាងធ្ងន់ធ្ងរដល់អ្នកទោសទាំងនោះអ្នកទោសទាំងនោះភាគច្រើនត្រូវឃុំឃាំងក្នុងកន្លែងតូចចង្អៀតជាមួយអ្នកទោសដទៃទៀតដោយផ្ដល់ឱកាសឬគ្មានសោះតែម្ដងដល់ពួកគេក្នុងការស្ដារនីតិសម្បទាអប់រំខ្លួនឯងឬដកពិសោធន៍ពីអ្វីផ្សេងៗក្រៅតែពីការទទួលការវាធ្វើបាបយ៉ាងព្រៃផ្សៃក្នុងបញ្ហានេះដែរវាមានឱកាសតិចតួចណាស់ដែលអ្នកទោសទាំងអស់នោះអាចកែប្រែខ្លួនឡើងវិញវាមិនចាំបាច់នោះទេដែលត្រូវធ្វើបែបនេះយើងអាចឃុំឃាំងអ្នកទោសក្នុងកន្លែងណាដែលមានអនាម័យផាសុកភាពនិងសុវត្ថិភាពដែលផ្ដល់ការបង្ហាត់បង្រៀនចំណេះជំនាញថ្មីៗដល់ពួកគេដើម្បីឲ្យពួកគេមានឱកាសក្នុងការជួយសង្គមជាតិវិញម្ដងអ្នកគួរសាកស្រមៃទៅដល់ចំនួនឧក្រិដ្ឋកម្មដែលយើងអាចបំបត្តិដោយការធ្វើបែបនេះគំនិតសំខាន់ទី8គន្លឹះក្នុងការពង្រឹងភាពចងចាំរួមទាំងតិចនិចជួយដល់សមត្ថភាពសង្កេតរបស់យើងនេះគឺជាសេណារីយ៉ូដែលមនុស្សភាគច្រើនធ្លាប់ជួបអ្នកកំពុងនៅក្នុងពិធីជប់លៀងមួយហើយស្រាប់តែពេលនោះអ្នកឃើញមានមនុស្សម្នាក់ប្រហែលមុខកំពុងដើរសម្ដៅមកកាន់អ្នកដោយញញឹមនិងទទួលដោយភាពរាក់ទាក់នាងស្គាល់ឈ្មោះរបស់អ្នកតែអ្នកវិញភ្លេចឈឹងរកនឹកឈ្មោះនាងមិនឃើញនិងអ្នកធ្លាប់បានជួបនាងនៅកន្លែងណាគួរឲ្យអាម៉ាស់ណាស់នៅពេលដែលបញ្ហាគួរឲ្យអាម៉ាស់ទាំងនោះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នករឿងល្អសម្រាប់អ្នកនោះគឺថាអ្នកអាចពង្រឹងការចងចាំរបស់អ្នកតាមជំហានទាំងនេះវាមានទាំងអស់3ជំហានក្នុងការជួយដល់ការចងចាំរបស់អ្នកជំហានដំបូងនោះគឺថាអ្នកត្រូវមានការយកចិត្តទុកដាក់ជាមុនសិនប្រសិនបើអ្នកតែងតែគិតស្រមៃពីរឿងនានានៅពេលអ្នកកំពុងជួបមនុស្សថ្មីនោះអ្នកមិនបាច់ភ្ញាក់ផ្អើលទេថាហេតុអ្វីមិនចាំឈ្មោះគេនៅពេលជួបពេលក្រោយៗទៀតដូចគ្នាដែរប្រសិនជាអ្នកមិនបានចាប់អារម្មណ៍ពីកន្លែងដែលអ្នកបានចាត់រថយន្តរបស់អ្នកនិងផ្លូវដែលអ្នកបានធ្វើដំណើរចុះក្រោមមកនោះអ្នកនឹងមានបញ្ហានិងផលវិបាកក្នុងការស្វែងរកផ្លូវត្រឡប់ទៅវិញអ្នកគួរចាប់ផ្ដើមយកចិត្តទុកដាក់លើមនុស្សដែលអ្នកទើបនឹងជួបដោយសម្លឹងមើលពួកគេដោយប្រុងប្រយ័ត្នហើយផ្ដោតអារម្មណ៍របស់អ្នកទាំងស្រុងទៅលើពួកគេជំហានទី2គឺបង្កើតទំនាក់ទំនងផ្លូវចិត្តនៅពេលមនុស្សណែនាំពីឈ្មោះរបស់គេប្រាប់អ្នកវាអាចមានឱកាសខ្ពស់ដែលអ្នកអាចសម្គាល់ឈ្មោះនោះទៅនឹងវត្ថុអ្វីមួយដែលមានឈ្មោះដូចឬស្រដៀងទៅនឹងឈ្មោះមនុស្សម្នាក់នោះវាអាចជាមនុស្សណាផ្សេងទៀតទីកន្លែងណាមួយរបស់ដែលអ្នកចូលចិត្តឬរបស់ណាមួយដែលពាក់ព័ន្ធនឹងខ្លួនអ្នកនិងជីវិតរបស់អ្នកដូចថាមានមនុស្សម្នាក់ដែលមានឈ្មោះដូចបងប្អូនស្រីរបស់អ្នកដែរដូចនេះអ្នកអាចចំណាំមនុស្សនោះបានដោយសារគេមានឈ្មោះដូចបងប្អូនស្រីរបស់អ្នកបើមានមនុស្សប្រាប់អ្នកថាគេមានឈ្មោះថា Claire អ្នកអាចប្រដូចមនុស្សម្នាក់នោះទៅនឹងបង្អែមដែលអ្នកចូលចិត្តគឺសូកូឡាអ៊ី Claire ជំហានចុងក្រោយគឺការសូត្រឲ្យចាំកុំមើលស្រាលការហៅឈ្មោះឲ្យបានច្រើនដងបន្ទាប់ពីពួកគេបានណែនាំឲ្យសោះវាក៏ជាការល្អផងដែរក្នុងការរំលឹកឈ្មោះម្នាក់នោះពីមួយពេលទៅមួយពេលក្នុងប៉ុន្មានថ្ងៃខាងមុខបើសិនបើអ្នកធ្វើបែបនេះអ្នកនឹងដឹងថាខ្លួនអ្នកមានការចងចាំល្អជាងមុននិងជួបភាពអាម៉ាស់តិចជាងមុនវិធីផ្សេងទៀតដើម្បីបង្កើនការចងចាំរបស់អ្នកគឺពង្រឹងអារម្មណ៍របស់អ្នកឲ្យបានច្បាស់នេះគឺជាវិធីងាយៗដែលជួយបង្កើនសមត្ថភាពនៃការសង្កេតនិងចងចាំរបស់អ្នកដោយផ្ដើមដោយចូលក្នុងបន្ទប់មួយនៃផ្ទះរបស់អ្នករួចសង្កេតដោយប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកកំពុងតែឃើញបន្ទាប់មកដើរចេញពីបន្ទប់នោះហើយកត់ត្រានៅអ្វីដែលអ្នកបានចងចាំអនុវត្តបែបនេះជារៀងរាល់ថ្ងៃដោយចូលក្នុងបន្ទប់ផ្សេងៗទៀតនោះអ្នកនឹងឃើញថាការចងចាំនិងសមត្ថភាពសង្កេតរបស់អ្នកមានភាពល្អប្រសើរជាងមុនឥឡូវនេះអ្នកបានយល់សពហើយពីច្បាប់មាសនៃភាពជោគជ័យ
ហើយក៏ត្រូវដល់ពេលដែលអ្នកគួរចាប់ផ្ដើមអនុវត្តដើម្បីសម្រេចគោលដៅរបស់អ្នកប្រកបដោយជោគជ័យសេចក្តីសង្ខេបចុងក្រោយគំនិតសំខាន់ក្នុងសេចក្តីសង្ខេបទាំងនេះភាពជោគជ័យនៅមិនផុតពីដៃអ្នកឡើយប្រសិនបើអ្នកតាំងចិត្តថានឹងធ្វើវាដោយអភិវឌ្ឍការគិតដ៏ត្រឹមត្រូវមួយនិងបង្កើតទំនុកចិត្តលើខ្លួនឯងមិនយូរមិនឆាប់អ្នកនឹងឃើញថាអ្នកចិត្តទៅដល់គោលដៅរបស់អ្នកដោយភាពងាយស្រួលមានតិចនេះជាច្រើនដែលជួយអ្នកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសំខាន់ក្នុងសង្គមការពារកិច្ចព្រមព្រៀងអាជីវកម្មធំៗនិងបង្កើតទម្លាប់ល្អៗដែលជួយឲ្យជីវិតមានភាពងាយស្រួលទាំងអស់នេះត្រូវការប្រឹងប្រែងតិចតួចកុំមើលស្រាលអានុភាពនៃការគិតវិជ្ជមានដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកដំបូន្មានដែលអាចអនុវត្តបានការស្លៀកពាក់ដើម្បីភាពជោគជ័យការស្លៀកពាក់សមរម្យអាចផ្ដល់គុណសម្បត្តិជាច្រើននៅក្នុងវិស័យការងារជាដំបូងវាធ្វើឲ្យអ្នកស្រួលខ្លួននិងមានភាពជឿជាក់ដែលរបស់ទាំងពីរគឺជារឿងសំខាន់ក្នុងការទទួលបានភាពជោគជ័យទី2ការចេះស្លៀកពាក់អាចធ្វើឲ្យអ្នករួមការងាររបស់អ្នកមានអារម្មណ៍ល្អចំពោះអ្នកពេលដែលជួបដំបូងដែលអាចធ្វើឲ្យពួកគេមានទំនុកចិត្តលើអ្នកជាងមុន